បាទខ្ញុំបាទសូមគោរពជម្រាបសួរនិងសូមអរគុណបាទឥឡូវនេះខ្ញុំនិយាយអំពីអាសវៈនាមសព្ទសង្កេតបាលីអាសវៈឬសង្កេតថាអាស្រវៈគ្រឿង5ទឹកតម្រំទឹកដមស្រាត្រាំគឺសុរាឬក៏មេរ័យកើតពីទឹកអំពៅឬទឹកខ្មុំទឹកត្នោតជាដើមបាទទឹកត្នោតនេះណាដែលត្រាំគ្រឿងផ្សំផ្សេងគ្រឿងខ្មែរយើងគេប្រើគ្រឿងអាគ្រឿងប្រទេសក៏គ្រឿងយន្តហោះក៏គ្រឿងគ្រឿងជ្រក់ទឹកជ្រក់គ្រឿងសៅមងហេតុមោះមងឧបទ្រពចង្រៃពាក្យក្នុងពុទ្ធសាសនាគេថាកិលេសជាគ្រឿងត្រាំគឺកិលេសធឿដែលត្រាំនៅក្នុងសន្តានមាន4យ៉ាងគឺ1គេថាកាមគេហៅថាកាមាអសវៈបាទ2ភពគេហៅថាភវិសវៈ3តិថិហៅតិថិសវៈ4គឺអវិជ្ជាហៅអវិជ្ជាសវៈបាទអវិជ្ជាសវៈគ្រឿងត្រាំទាំងអស់នេះណាគឺប្រៀបដូចថាដេកត្រាំនៅនេះទឹកជ្រក់ទឹកត្រាំយ៉ាងហ្នឹងបាទដូចគ្នាហ្នឹងបាទនៅបានកម្ពស់1461ណាស្មៅកិលេសឬក៏ស្មៅតណ្ហាស្មៅយើងស្គាល់ហើយស្មៅរឹសច្រើនចឹងឈើធំជាចាក់ស្រេះសញ្ញាញដូចស្មៅរដាស់ឬស្មៅបេក្បាលជាដើមអង្គលបាក់ណាពយោណាបាទស្មៅតណ្ហាកិលេសឬតណ្ហាដែលទុកទ្រុលក្នុងសន្តានពុកធុចជន់មនុស្សយើងនៅណាក៏តបធុចជន់ដូចជាស្មៅដោះចាក់រឹសស្មូនស្បាញក្នុងដីស្មៅប្រូគឺស្មៅដែលដោះទ្រុបទ្រុលតាំងពីនៅខ្ចីដល់ចាស់ចេញផ្កាផ្លែអេដែលមានសត្វកិនភិណាស៊ីឬក៏ស្មៅសំចាយឡានេះពីខាងក្រោមពីនេះខ្ញុំស្គាល់ទេបាទបើរំលឹកឃើញស្មៅកិលេសឬស្មៅតណ្ហាកិលេសឬតណ្ហាដែលដោះទ្រុបទ្រុលនៅក្នុងសន្តានប្រតិជនយើងម្នាក់ក៏វាដោះតាំងពីកាលយើងនៅក្មេងរហូតដល់ចាស់ក៏យើងមិនទាន់អស់អាសេចក្តីចង់បានចំណងចង់បានយើងនៅតែចង់បានទោះមានណាស់ក៏តែចង់បានណាអានេះការចង់បានណាដូច្នេះលោកអ្នកដែលបានសម្ដាប់នៅវីដេអូរបស់ខ្ញុំបាទនេះហើយក៏យកបញ្ញាចក្ខុមកពិចារណាឬក៏សតបញ្ញានេះមកពិចារណាក៏យើងដឹងថាអូកិលេសជាគ្រឿងត្រាំគឺវាមានអញ្ចឹងទៅក្នុងសន្តានយើងម្នាក់គ្រប់តែគ្នាគឺចង់បានមាសប្រាក់ចង់បានទ្រព្យសម្បត្តិចង់បានកិត្តិយសនេះវាចង់បានសពគ្រប់បែបយ៉ាងនេះឯងបាទអរគុណបាទ